ជាសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយតើមានហេតុផលឬសេណារីយ៉ូអ្វីទេដែលអាចធ្វើឲ្យតម្លៃមាសធ្លាក់ចុះមកវិញច្រើនបានសូមគោរពជំរាបសួរអស់លោកស្រីជាទីមេត្រីបងប្អូនធ្លាប់តែឮការព្យាករណ៍មាសឡើងថ្ងៃនេះខ្ញុំធីរ៉ូមនឹងធ្វើការវិភាគទៅលើតម្លៃមាសដែលកំពុងឡើងកប់ពពកនេះថាតើមានសេណារីយ៉ូឬកត្តាអ្វីខ្លះដែលអាចធ្វើឲ្យមាសចុះមកវិញខ្លាំងបានបាទតម្លៃមាសបច្ចុប្បន្នបានកំពុងជួញដូរលើតម្លៃ$4,300ក្នុង1អោនឬលើ$5,200ក្នុងមួយតម្លឹងទៅហើយដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រមាសមិនធ្លាប់មានហើយនេះក៏ដូចនៅអ្វីដែលខ្ញុំបានព្យាករណ៍នឹងឡើងដល់តម្លៃនេះកាលពីដើមសប្តាហ៍មកការឡើងនេះគឺបណ្ដាលមកពីផលប៉ះពាល់នៃភាពតានតឹងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកបានផ្ទុះឡើងវិញនិងពីការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកដែលមកដល់ពេលនេះនៅមិនទាន់ដំណើរការឡើងវិញទេបាទវិបត្តិទាំងនេះបានធ្វើឲ្យវិនិយោគិនជុំវិញពិភពលោកចាប់យកមាសធ្វើជាទ្រព្យសុវត្ថិភាពរបស់ពួកគេជាងការដាក់ទុនវិនិយោគទៅលើវិស័យផ្សេងៗបន្ថែមឬកាន់ប្រាក់ទុកនោះបើទោះជាទើបតែមានភាពធូរស្រាលនៃសង្គ្រាមនៅមជ្ឈមបូព៌ាក៏ដោយជាសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយតើមានហេតុផលឬសេណារីយ៉ូអ្វីទេដែលអាចធ្វើឲ្យតម្លៃមាសធ្លាក់ចុះមកវិញច្រើនបានជាការវិភាគមានសញ្ញាយោ3ធំដែលអាចធ្វើឲ្យតម្លៃមាសធ្លាក់ចុះមកខ្លាំងនាពេលអនាគតបានដែលទី1នោះគឺតាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីឬសញ្ញាណវិជ្ជមានណាមួយកើតឡើងចំណុចទី2នោះគឺពន្ធបដិការរបស់សហរដ្ឋអាមេរិកមានស្ថិរភាពរវាងអាមេរិកនិងបណ្ដាប្រទេសជុំវិញពិភពលោកដែលអាចឲ្យសេដ្ឋកិច្ចសម្របទៅតាមពន្ធនេះហើយងាយស្រួលឲ្យអ្នកកំណត់គោលនយោបាយរូបិយវត្ថុទាំងអស់កែសម្រួលសេដ្ឋកិច្ចទៅតាមជាក់ស្ដែងកត្តាទី3នោះគឺធនាគារកណ្ដាលធំជុំវិញពិភពលោកចាប់ផ្ដើមឈប់កាត់អត្រាការប្រាក់ឬសេដ្ឋកិច្ចចាប់ផ្ដើមរីកចម្រើនខ្លាំងជាងមុនបន្ទាប់ពីមានការសម្រួលសេដ្ឋកិច្ចពីធនាគារជាតិទាំងនេះកត្តាធំទាំង3នេះហើយអាចបង្វែរទំនុកចិត្តពាណិជ្ជករឬវិនិយោគិនចាប់ផ្ដើមលក់មាសដែលជាទ្រព្យសុវត្ថិភាពទាំងនោះមកធ្វើការបណ្ដាក់ទុនវិនិយោគលើវិស័យផ្សេងៗបន្ទាប់ពីមានស្ថិរភាពទៅលើសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយសម្រាប់តម្លៃមាសក្នុងស្ថានភាពបច្ចុប្បន្នប្រសិនបើធ្លាក់ចុះមកវិញតើអាចធ្លាក់ដល់តម្លៃណាដែរទើបអាចទិញបានជាមួយនឹងស្ថានភាពតានតឹងនិងអស្ថិរភាពនៅបន្តកើតមានតម្លៃមាសនៅមិនទាន់ធ្លាក់ចុះមកខ្លាំងដល់ឡើយទេបាទបើយោងទៅតាមបច្ចេកទេសជួញដូរមាសក្នុងរយៈពេលខ្លីប្រសិនបើជាចុះតម្លៃមាសអាចនឹងធ្លាក់ចុះមកជុំវិញតម្លៃពី$4,150ក្នុង1អោនឬ$5,000ក្នុងមួយតម្លឹងបាទនេះជាតំបន់និងជាឱកាសល្អសម្រាប់វិនិយោគិនអាចចាប់ឱកាសក្នុងការទិញមាសបន្តឡើងវិញបាទសូមអរគុណ